បាទជំរាបសួរបងប្អូននៅក្នុងកាលៈទេសៈប្រទេសយើងកំពុងរងការឈ្លានពានជាពិសេសកំពុងមានការទម្លាក់ក្របបែកចេញពីយន្តហោះជាច្រើនចូលកាន់តែជ្រៅទៅនៅក្នុងប្រទេសកម្ពុជាយើងហើយឥឡូវនេះខ្ញុំបានយកនៅព័ត៌មានដ៏សំខាន់មួយយកមកចែករំលែកដែលជាព័ត៌មានចេញផ្សាយដោយសាលាក្រុងបាត់ដំបងដែលផ្សព្វផ្សាយអំពីរបៀបការពារខ្លួនពីយន្តហោះដូច្នេះខ្ញុំសូមយកអត្ថបទនេះមកអានដើម្បីធ្វើជាវីដេអូចែកចាយដល់បងប្អូនទាំងអស់គ្នាដោយសារអត្ថបទនេះជាអត្ថបទសរសេរជាអក្សរវារាងវែងបន្តិចបងប្អូនដូច្នេះបងប្អូនភាគច្រើនពិបាកនឹងអានដូច្នេះហើយខ្ញុំធ្វើជាវីដេអូដើម្បីងាយស្រួលសម្រាប់បងប្អូនយើងទាំងអស់គ្នាស្ដាប់ពីព្រោះអត្ថបទនេះមានប្រយោជន៍ខ្លាំងណាស់បងប្អូនសម្រាប់ពិសេសបងប្អូននៅតំបន់ដែលអាចទទួលរងនឹងការទម្លាក់គ្រាប់បែកពីយន្តហោះឈ្លានពានរបស់សៀមចឹងបងប្អូនស្ដាប់នៅព័ត៌មានអត្ថបទព័ត៌មាននេះដើម្បីបានដឹងពីកលឹះសម្រាប់ការពារខ្លួនបងប្អូនអញ្ចឹងខ្ញុំសូមអានជូននៅអត្ថបទដែលចេញផ្សាយដោយសាលាក្រុងបាត់ដំបងនេះទាំងស្រុងការណែនាំអំពីរបៀបការពារខ្លួននិងស្វែងរកសុវត្ថិភាពការរស់រានមានជីវិតពីការវាយប្រហារតាមអាកាសដោយយន្តហោះចម្បាំងទាមទារឲ្យមានការសម្រេចចិត្តឆាប់រហ័សបំផុតព្រោះយន្តហោះទាំងនេះមានល្បឿនលឿនជាងសំឡេងខាងក្រោមនេះគឺជាការណែនាំអំពីរបៀបការពារខ្លួននិងស្វែងរកសុវត្ថិភាព 1. សកម្មភាពបន្ទាន់រយៈពេល5វិនាទីដំបូងប្រសិនបើអ្នកឮសំឡេងផ្ទុះឬសំឡេងយន្តហោះយ៉ាងខ្លាំងកុំព្យាយាមងើបមើលត្រូវអនុវត្តដូចខាងក្រោមដេកផ្កាប់មុខទៅដីក្រាបខ្លួនឲ្យទាបបំផុតតាមដែលអាចធ្វើទៅបានរលកធាតុអាកាសពីគ្រាប់បែកនិងរុញច្រានទៅលើនិងទៅក្រៅដូច្នេះការដេកផ្កាប់ទៅនឹងដីជួយកាត់បន្ថយសម្ពាធមកលើរាងកាយខ្ទប់ក្បាលនិងកប្រើដៃទាំងពីរខ្ទប់ក្បាលនិងកដើម្បីការពារពីកំទេចកំទីដែលហោះមកហើបមាត់បន្តិចការធ្វើបែបនេះជួយឲ្យសម្ពាធក្នុងត្រចៀកនិងសួតរបស់អ្នកមានតុល្យភាពជាមួយសម្ពាធខាងក្រៅការពារកុំឲ្យដាច់ក្រដាសត្រចៀកឬរបួសសួតកុំផ្អែកលើជញ្ជាំងរំញ័រពីការផ្ទុះអាចធ្វើឲ្យបាក់ឆ្អឹងឬរបួសក្នុងប្រសិនបើអ្នកផ្អែកខ្នងនិងជញ្ជាំងអាគារដែលរងការប៉ះទង្គិច 2. ស្វែងរកជម្រកដែលមានសុវត្ថិភាពប្រសិនបើអ្នកមានពេល 2-3 នាទីមុនការវាយប្រហារមកដល់ប្រសិនបើនៅក្នុងអាគារត្រូវរកបន្ទប់ដែលនៅចំកណ្ដាលគេដែលមានជញ្ជាំងយ៉ាងហោច2ជាន់រាំងចន្លោះកណ្ដាលនិងខាងក្រៅអាគារដូចជាបន្ទប់ទឹកឬច្រករបៀងជិះឆ្ងាយពីកញ្ចក់បង្អួចកញ្ចក់គឺជាគ្រោះថ្នាក់បំផុតកម្លាំងផ្ទុះធ្វើឲ្យកញ្ចក់បែកខ្ទាតខ្ចាយคล้ายជាអំបែងមុតស្រួចជំរកក្រោមដីបន្ទប់ក្រោមដីឬចំណតរថយន្តក្រោមដីគឺជាកន្លែងដែលមានសុវត្ថិភាពបំផុតប៉ុន្តែត្រូវជៀសវាងអាគារចាស់ៗដែលអាចបាក់ស្រុតសង្កត់អ្នកប្រសិនបើនៅខាងក្រៅស្វែងរកប្រឡាយរណ្ដៅឬរចនាសម្ព័ន្ធបេតុងក្រាស់ៗកុំលាក់ខ្លួនក្រោមឡានឬជិតស្ថានីយ៍ប្រេងឥន្ធនៈ 3. ជៀសវាងតំបន់ដែលមានហានិភ័យខ្ពស់យន្តហោះប្រយុទ្ធរបស់សៀមគឺពេលនេះវាយប្រហារលើគោលដៅជាជាក់លាក់អ្នកគួរនៅឲ្យឆ្ងាយពីមូលដ្ឋានយោធានានានៅឲ្យឆ្ងាយពីរង្វង់5គីឡូម៉ែត្រនិងកន្លែងរ៉ាដាផ្កាយរណបប៉ុន្តែបើទៅដល់សភាវៈសង្គ្រាមពិតប្រាកដហើយសូមនៅឲ្យឆ្ងាយផងដែរពីហេដ្ឋារចនាសម្ព័ន្ធស្ពានធំរោងចក្រអគ្គិសនីនិងអង្គតែនទូរគមនាគមន៍អគាររដ្ឋាភិបាលក្រសួងឬទីស្នាក់ការនគរបាលផ្លូវជាតិធំដែលយោធាអាចប្រើប្រាស់សម្រាប់ដឹកជញ្ជូន 4. ជំលៀសខ្លួនជាយុទ្ធសាស្ត្រធ្វើចលនានៅពេលស្ងប់ស្ងាត់ការវាយប្រហារច្រើនតែមកជាដំណាក់កាលប្រើពេលដែលស្ងាត់ដើម្បីផ្លាស់ទីទៅតំបន់ជនបទឬតំបន់ដែលមានសុវត្ថិភាពជាងកុំប្រើភ្លើងនៅពេលយប់ប្រសិនបើអ្នកស្ថិតនៅក្នុងតំបន់សង្គ្រាមកុំប្រើពិលឬបើកភ្លើងផ្ទះចោលព្រោះយន្តហោះចម្បាំងមានឧបករណ៍ចាប់កម្ដៅនិងកាមេរ៉ាសម្ដៅគោលដៅដែលអាចមើលឃើញពន្លឺពីចម្ងាយ 5. ការជួយគាំទ្រគ្នាទៅវិញទៅមកកុំនៅម្នាក់ឯងប្រសិនបើអាចគួរនៅជាមួយក្រុមគ្រួសារឬអ្នកជិតខាងការនិយាយគ្នានិងការដឹងថាមានអ្នកផ្សេងនៅជាមួយជួយកាត់បន្ថយសម្ពាធផ្លូវចិត្តបានយ៉ាងច្រើនការចែករំលែកអាហារទឹកឬសូម្បីតែពាក្យលើកទឹកចិត្តដល់អ្នកដទៃ
នឹងជួយឲ្យអ្នកមានអារម្មណ៍ថាខ្លួនមានតម្លៃនិងមានកម្លាំងចិត្តតស៊ូសូមជូនពរឲ្យមានសុវត្ថិភាពគ្រប់គ្នាបងប្អូនយើងបាទនេះគឺជាអត្ថបទដែលបង្ហាញអំពីគន្លឹះការពារខ្លួនរបស់សាលាក្រុងបាត់ដំបងបងប្អូនណាដូច្នេះបងប្អូននៅពេលដែលបងប្អូនបានស្ដាប់បានមើលអត្ថបទនេះសូមបងប្អូនជួយចែករំលែកដើម្បីឲ្យបងប្អូនយើងផ្សេងទៀតដឹងពីគន្លឹះក្នុងការការពារខ្លួនផងដែរសូមអរគុណ